ការព្យាបាលជំងឺជ្រុះសក់យើងត្រូវរកឲ្យឃើញបញ្ហាដែលប្រកបរបស់វាបន្ទាប់មកយើងព្យាបាលប៉ុណ្ណឹងបានអ្នកជំងឺរបស់យើងទទួលបានជោគជ័យអ្នកជំងឺបបងភាគច្រើនពេលដែលគាត់មកជួបបងគាត់តែសួរបងថាអ្នកគ្រូស្បែកក្បាលខ្ញុំអញ្ចេះខ្ញុំចាក់ PRP បានអត់អ្នកគ្រូស្បែកក្បាលខ្ញុំអញ្ចេះតើខ្ញុំអាចដាក់ laser បានអត់គាត់ព្យាយាមធ្វើម៉េចគាត់ចង់ព្យាបាលឲ្យដូចគ្នាប៉ុន្តែការព្យាបាលដូចគ្នាគឺវាមិនមែនជាលទ្ធផលល្អសម្រាប់អ្នកជំងឺនីមួយៗទេការព្យាបាលជំងឺជ្រុះសក់យើងត្រូវរកឲ្យឃើញបញ្ហាដែលប្រកបរបស់វាបន្ទាប់មកយើងព្យាបាលប៉ុណ្ណឹងបានអ្នកជំងឺរបស់យើងទទួលបានជោគជ័យអូខេខេសទី1ថ្ងៃនេះដែលបងយកមកនិយាយអ្នកជំងឺរបស់យើងមានអាយុ39ឆ្នាំកត្តាប្រកបរបស់គាត់គឺគាត់រលាកស្បែកក្បាលធ្ងន់ធ្ងរហើយគាត់ព្យាយាមកក់សាប៊ូដែលគាត់បានផលិតស្បែកក្បាលទុកជាមុនអញ្ចឹងធ្វើឲ្យស្បែកក្បាលរបស់គាត់កាន់តែខូចទៅការព្យាបាលបបងជំរើសទី1គឺបងផ្ដាច់ផលិតផលគាត់ទាំងអស់ទី2បងឲ្យគាត់ប្រើប្រាស់មួក laser ដើម្បីកាត់បន្ថយការរលាកស្បែកក្បាលបន្ទាប់ពីព្យាបាលជាមួយបងបាន3ខែនេះគឺជាលទ្ធផលរបស់គាត់បន្ទាប់ពីព្យាបាលហើយសម្រាប់អ្នកជំងឺខេសទី2អ្នកជំងឺរបស់យើងមានអាយុ28ឆ្នាំពេលដែលគាត់មកជួបបងគឺគាត់ទាមទារចាក់ PRP ប៉ុន្តែហេតុអីបានបងអត់ចាក់ឲ្យគាត់ដោយសារបងមើលទៅស្បែកក្បាលរបស់គាត់អត់ចាំបាច់ត្រូវចំណាយច្រើនក្នុងការចាក់ PRP ថ្នាក់ហ្នឹងឯងយើងគ្រាន់តែផ្ដល់ថ្នាំប្រើប្រាស់ឲ្យគាត់នឹងទទួលបានលទ្ធផលដែរនេះគឺជាលទ្ធផលរបស់គាត់បន្ទាប់ពីគាត់ព្យាបាលជាមួយយើងបានរយៈពេល4ខែអ្នកទាំងអស់គ្នាអាចមើលបានគាត់ប្រើប្រាស់តែថ្នាំបាញ់បូករួមជាមួយនឹង Premium Vitamin Hair ហើយនឹងមានថ្នាំលាបតែប៉ុណ្្នឹងឯងគាត់អត់ចាំបាច់ត្រូវចំណាយលុយច្រើនដល់ថ្នាក់ចាក់ PRP ឯងសម្រាប់អ្នកជំងឺទី3នេះគាត់មានអាយុ36ឆ្នាំស្បែកក្បាលរបស់គាត់គឺអាឡែស៊ីធ្ងន់ធ្ងរជាមួយនឹងថ្នាំបាញ់ប្រភេទអីក៏គាត់ប្រើអត់ត្រូវដែរហើយគាត់មានជំងឺផ្សិតក្បាលពេលដែលគាត់មកជួបបងគាត់ទាមទារក្នុងការចាក់ Premium PRP ព្រោះអីគាត់ឃើញបងព្យាបាលឲ្យគេបងចាក់ Premium PRP ទៅបងអ្នកជំងឺដែលបងព្យាបាលហ្នឹងគាត់ទទួលបានប្រសិទ្ធភាពខ្ពស់ប៉ុន្តែបងប្រឌិតមើលស្បែកក្បាលរបស់គាត់បងឃើញថាស្បែកក្បាលរបស់គាត់គឺផ្សិតពេញទាំងអស់អញ្ចឹងបងអត់ចាក់ Premium PRP ឲ្យគាត់ទេព្រោះចាក់ទៅអត់ចំណេញសម្រាប់គាត់ទេបងណែនាំឲ្យគាត់ផ្ដាច់ថ្នាំបាញ់គ្រប់សពបែបយ៉ាងទាំងអស់នៅលើស្បែកក្បាលរបស់គាត់កក់សាប៊ូដែលខ្សោយបំផុតហើយបងដាក់មួក laser ជូនគាត់នេះគឺជាលទ្ធផលបន្ទាប់ពីគាត់ព្យាបាលឲ្យបានតែ1ខែប៉ុណ្ណោះសម្រាប់អ្នកជំងឺទី4នេះពិសេសមែនតើដែលគាត់មានអាយុដល់ទៅ65ឆ្នាំបញ្ហារបស់គាត់សុខភាពរបស់គាត់គឺមានជំងឺទឹកនោមផ្អែមគាត់មកជួបបងគាត់សួរបងថាតើការព្យាបាលសក់របស់គាត់បានប៉ុន្មានភាគរយបងអត់ធានាជូនគាត់ថាព្យាបាលគាត់បានប៉ុន្មានភាគរយទេប៉ុន្តែបងជឿថាបងជួយឲ្យគាត់ដុសសក់បានច្រើនជាងសក់ដែលគាត់មានពេលបច្ចុប្បន្នអ្នកទាំងអស់គ្នាឃើញទេបន្ទាប់ពីដាក់មួក laser ហើយនេះគឺជាលទ្ធផលរបស់គាត់ក្រោយពេលគាត់ព្យាបាលមួយបងបានរយៈពេលតែ4ខែវា amazing មែនតើហើយគាត់សប្បាយចិត្តនឹងលទ្ធផលដែលគាត់ទទួលបានសរុបជារួមមកវិញបងចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាការព្យាបាលសក់មិនមែនជាការព្យាបាលដូចគ្នាទេពាក្យថា laser ដូចគ្នាពាក្យថា premium PRP ឬក៏ PRP ដូចគ្នាប៉ុន្តែ technique នីមួយៗរបស់វិជ្ជាបណ្ឌិតគឺខុសៗគ្នាហើយលទ្ធផលដែលទទួលបានក៏ខុសៗគ្នាដែរ